អរុនសួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងនាំអ្នកនរគ្នាទៅមើលអំពីសកម្មភាពរបស់ខ្ញុំផ្ទាល់ហើយនិងសកម្មភាពបងប្អូនផ្សេងៗទៀតដែលរស់នៅក្នុងទីក្រុងភ្នំពេញថាក៏មុខរបរជីវិតប្រចាំថ្ងៃនិងការធ្វើការផ្សេងក្រុមហ៊ុននានាឬជានិស្សិតដែលកំពុងតែសិក្សានៅទីក្រុងភ្នំពេញដែលសិក្សាផងដែលធ្វើការផងថាសកម្មភាពរបស់គាត់ជារៀងរាល់ថ្ងៃធ្វើអ្វីខ្លះតែខ្ញុំនឹងរៀបរាប់អំពីសកម្មភាពរបស់ខ្ញុំផ្ទាល់ជារៀងរាល់ថ្ងៃដល់អ្នកនរគ្នាបានដឹងសិនក្នុងពេលបច្ចុប្បន្ននេះខ្ញុំគឺជានិស្សិតមេរូដែលកំពុងតែសិក្សានៅក្នុងទីក្រុងភ្នំពេញហើយក៏ធ្វើការជាមួយនឹងក្រុមហ៊ុនឯកជនមួយកន្លែងផងដែរហើយសម្រាប់ position របស់ខ្ញុំគឺជា inventory គ្រប់គ្រងផលិតផលនៅឃ្លាំងមួយកន្លែងដោយកន្លែងធ្វើការរបស់ខ្ញុំចូលធ្វើការនៅម៉ោង 7 ព្រឹកហើយនឹងចេញវិញនៅម៉ោង 4 ល្ងាចនេះសូមអ្នកនរគ្នាមកទស្សនាពីទិដ្ឋភាពនៅក្នុងទីក្រុងភ្នំពេញនៅពេលព្រឹកព្រលឹមតើពោពេញដោយភាពមមាញឹកអ្វីខ្លះសូមមកទស្សនាទាំងអស់គ្នាកំឡុងពេលចន្លោះពីម៉ោង 6 ព្រឹករហូតមកដល់ម៉ោង 7 ព្រឹកកន្លះមិនសូវជាមានម៉ូតូឡានច្រើនកកប្រហែលទេតែបើសិនជាចាប់ពីម៉ោង 7 ព្រឹក 30 នាទីឡើងទៅរហូតដល់ម៉ោង 9 នេះគឺមិនបាច់ជិះទេផ្លូវដែលខ្ញុំជិះមកនេះគឺមហាស្ទះមែនទែនអ្នកនរគ្នាចម្លែកត្រង់ថាខ្ញុំគឺត្រូវជិះចេញពីទីក្រុងទៅខាងជាយក្រុងវិញដើម្បីធ្វើការតែចំណែកអ្នកផ្សេងវិញភាគច្រើនគឺជិះចូលក្នុងក្រុងដើម្បីមកធ្វើការដោយអ្នកទាំងអស់គ្នាបានឃើញនៅខាងឆ្វេងដៃរបស់ខ្ញុំអញ្ចឹងគឺពពេញដោយឡានម៉ូតូច្រើនហើយនឹងចាប់ផ្ដើមមមាញឹកដោយការស្ទះហើយចំណែកខ្ញុំវិញដូចជារៀងតលាយដោយសារខ្ញុំជិះចេញទៅខាងជាយក្រុងវិញជាទស្សនវិជ្ជាដែលអ្នកនរគ្នាបានឃើញនេះកំពុងតែមមាញឹកបណ្ដាហើយដោយសារមានបងប្អូនដែលគាត់ត្រូវចូលមកធ្វើការនៅក្នុងទីក្រុងផងដែរខ្ញុំក៏ជឿថាមានបងប្អូនដែលគាត់នៅតាមបណ្ដាខេត្តឬក៏បងប្អូនដែលទើបតែរៀនចប់ទី 12ដែលចង់មករស់នៅក្នុងទីក្រុងភ្នំពេញដើម្បីស្វែងរកអំពីបទពិសោធន៍ជីវិតធ្វើការផងរៀនផងអ្នកនរគ្នាអាចមើលវីដេអូរបស់ខ្ញុំបានពួកខ្ញុំខ្លួនឯងក៏ថាជានិស្សិតហើយក៏ជាបុគ្គលិកមួយរូបនៅក្នុងក្រុមហ៊ុនផងដែរហើយរយៈពេលដែលខ្ញុំជិះទៅធ្វើការនេះគឺចំណាយពេល30នាទីទៅ40នាទីព្រោះចម្ងាយពីកន្លែងដែលខ្ញុំស្នាក់នៅទៅដល់កន្លែងធ្វើការរបស់ខ្ញុំនៅជាយក្រុងនោះគឺចម្ងាយ16 គីឡូម៉ែត្រហើយនេះគឺជាផ្លូវដែលចូលទៅកាន់ក្រុមហ៊ុនរបស់ខ្ញុំឥឡូវខ្ញុំបានជិះចូលមកកាន់ក្រុមហ៊ុនហើយយើងត្រូវជិះយកម៉ូតូទៅទុកចំណតកន្លែងឲ្យបានត្រឹមត្រូវហើយនេះគឺជាសកម្មភាពមួយចំនួនការងាររបស់ខ្ញុំដែលត្រូវទទួលខុសត្រូវហើយនឹងត្រូវធ្វើប្រចាំថ្ងៃហើយបើសិនជាអ្នកនរគ្នាចង់ធ្វើការងារ office ដូចខ្ញុំអ្នកនរគ្នាទី1ត្រូវខំប្រឹងភាសាអង់គ្លេសហើយនឹងរៀនកុំព្យូទ័រឲ្យបានច្រើនបន្ទាប់ពីយើងបានធ្វើការអស់ជាច្រើនម៉ោងហើយក៏ដល់ម៉ោងសម្រាកហើយយើងក៏ធ្វើការសម្រាកមកញ៉ាំអាហារពេលថ្ងៃអរគ្នាហើយការងារដែលខ្ញុំធ្វើរាល់ថ្ងៃនេះគឺជាការងារនៅឃ្លាំងដែលយើងធ្វើអំពីអវ៉ាន់ចេញចូល stock count stock អីជាដើមអញ្ចឹងទៅនេះជាការងារនៅទីក្រុងភ្នំពេញរបស់យើងហើយខ្ញុំនឹងនាំអ្នកនរគ្នាមើលពីទស្សនវិជ្ជាផ្សេងៗទៀតអំពីអ្នកដែលធ្វើការនៅទីក្រុងភ្នំពេញហើយឥឡូវក៏បានដល់ពេលវេលាដែលយើងបានបញ្ចប់មកការងារទៅធ្វើដំណើរទៅរៀនបន្តទៀតហើយឥឡូវនេះអ្នកនរគ្នាមកមើលទស្សនវិជ្ជាពេលដែលចេញពីការងារទាំងអស់គ្នាហើយនេះគឺជាការស្ទះផ្លូវបានបន្ទាប់ពីបងប្អូនមួយចំនួនក៏ទៅ
ទីលំនៅរៀងខ្លួនបងប្អូនមួយចំនួនក៏ទៅសិក្សាបន្តនៅសាកលវិទ្យាល័យដូចជាខ្ញុំចឹងដែរសម្រាប់វីដេអូនេះសូមអ្នកនរគ្នាជួយចុច like ហើយចុច Subscribe ផងដើម្បីផ្ដល់កម្លាំងចិត្តឲ្យខ្ញុំបាន